ថៃជំនះពលរដ្ឋជាង500នាក់ចេញជាបន្ទាន់ក្រោយពីមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែកនៅជាប់ព្រំដែនស្ថានភាពតានតឹងនៃការវាយប្រយុទ្ធគ្នារវាងកងទ័ពជាតិការ៉ែននិងរបបសឹកយោធាមីយ៉ាន់ម៉ានៅជាប់នឹងព្រំដែនថៃនាំឲ្យប្រជាជនថៃជាង500នាក់នៅក្នុងខេត្តតាកជំលះចេញពីផ្ទះសម្បែងសារព័ត៌មានថៃខៅសតចុះផ្សាយនៅព្រឹកថ្ងៃទី3ខែមិថុនាឆ្នាំ2025រាយការណ៍ថាឈានមកដល់ថ្ងៃអង្គារនេះស្ថានភាពតានតឹងនៅតាមបណ្ដោយព្រំដែនថៃមីយ៉ាន់ម៉ានៅតែស្ថិតនៅក្នុងស្ថានភាពក្តៅជាពិសេសនៅចំណុចសមរភូមិមុខប្រឈមទៅនឹងស្រុកភពប្រាខេត្តតាកដោយសារតែមានការផ្ទុះអាវុធរវាងក្រុមកងទ័ពរំដោះជនជាតិការ៉ែនហៅកាត់ថា KNLA ជាមួយនឹងក្រុមទាហានភូមាដែលនាំឲ្យអ្នកភូមិជាច្រើនរយនាក់រត់ភៀសខ្លួនចេញពីផ្ទះសម្បែងនិងតម្រូវឲ្យភាគីខាងថៃត្រូវតែឃ្លាំមើលជាប់ជានិច្ច24ម៉ោងលើ24ម៉ោងដើម្បីទប់ស្កាត់ការទន្ទ្រានកាន់កាប់លើអធិបតេយ្យភាពរបស់ថៃលោកវរៈស្នេហ៍ឯកណាត់ថាកនរឿនធីបមេបញ្ជាការកងពលរាជាស្មានុនថេហ្វកបានបង្ហាញអំពីស្ថានភាពនៅតាមព្រំដែននៅក្នុងខេត្តតាកថារាប់ចាប់តាំងពីព្រឹករហូតដល់ល្ងាចកាលពីថ្ងៃច័ន្ទទី2ខែមិថុនាម្សិលមិញក្រុមកងទ័ពរំដោះជនជាតិការ៉ែនបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកទម្លាក់គ្រាប់បែកពេញមួយថ្ងៃទៅលើបន្ទាយកងទ័ពធីបាបូរបស់កងទ័ពភូមាដែលគ្រប់គ្រងដោយរបបសឹកយោធាមីយ៉ាន់ម៉ាបន្ទាយមួយនេះស្ថិតនៅក្នុងភូមិធីបាបូឃុំស៊ូការីស្រុកម៉ាន់ដាវីនៃរដ្ឋការ៉ែនក្នុងទឹកដីមីយ៉ាន់ម៉ាហើយដែលវាមានចម្ងាយប្រហែលតែ1គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនថៃពលគឺវានៅទល់មុខគ្នានឹងភូមិមឿនរិច័យឃុំភពប្រាស្រុកភពប្រាខេត្តតាកប្រទេសថៃហើយដើម្បីបញ្ជាពីហានិភ័យនៃគ្រោះថ្នាក់ដោយប្រការណាមួយនោះប្រជាប្រដ្ឋថៃនៅក្នុងភូមិមឿនរិច័យប្រមាណជាង507នាក់បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងទៅកាន់ជំរំសុវត្ថិភាពបណ្ដោះអាសន្នចំនួន3កន្លែងនៅក្នុងស្រុកម៉ែសតខេត្តតាកក្រុមកងទ័ពរំដោះជនជាតិការ៉ែនហៅកាត់ថា KNLA មានបំណងវាយផ្ទុះរញច្រានបណ្ដេញក្រុមយោធាភូមាឲ្យអស់ចេញពីទឹកដីនៃរដ្ឋការ៉ែនព្រោះថាបច្ចុប្បន្ននេះនៅសល់តែមូលដ្ឋានយោធារបស់ទ័ពភូមាតែ4ប៉ុណ្ណោះនៅក្នុងស្រុកស៊ូការីស្រុកម៉ាន់ដាវីទល់មុខនឹងស្រុកភពប្រានិងស្រុកអ៊ុំផាងនៃខេត្តតាកឆ្លើយតបទៅនឹងស្ថានភាពក្តៅនៅជាប់នឹងច្រមុះបែបនេះលោកវរៈស្នេហ៍ឯកណាត់ថាខនរឿនធីបបានអះអាងប្រាប់អ្នកសារព័ត៌មានថាលោកបានដាក់ចេញនៅបទបញ្ជាដាច់ណាត់ដោយតម្រូវឲ្យបង្កើនកម្លាំងល្បាតទូទាំងតំបន់និងបាននាំយកសភាវុធគ្រប់គ្រងមកដល់ទីតាំងសមរភូមិមុខរួចរាល់អស់ហើយដើម្បីត្រៀមវាយបកឆ្លើយតបក្នុងករណីមានការឈ្លានពានដោយប្រការណាមួយមកលើអធិបតេយ្យភាពរបស់ថៃពីសំណាក់កងកម្លាំងប្រដាប់អាវុធបរទេសនិងដើម្បីធានាសុវត្ថិភាពសន្តិសុខជូនដល់ប្រជាពលរដ្ឋថៃពេញមួយថ្ងៃ24ម៉ោងលើ24ម៉ោងតាមរយៈស្ថានភាពដូចដែលបានជម្រាបមានន័យថាព្រំដែនប្រទេសថៃដែលនៅជាប់មីយ៉ាន់ម៉ាម៉ាឡេស៊ីនិងកម្ពុជាគឺសិតតែឡើងកម្ដៅគ្រប់ទិសតែម្ដង